មីងម៉ាលីនិយាយមិនទាន់ចប់ផងនាយឈ្មួញក៏មកដល់មែនព្រមជាមួយនឹងមាសប្រាក់យ៉ាងច្រើនផងដែរខ្ញុំមកដល់ហើយមីងព្រះហើយមាសច្រើនម្លេះច្រើនណាស់លោកអើយមាសយ៉ាងណាដែរមីងមាសប៉ុណ្ណឹងគ្រប់ទេគ្រប់ណាកូនប្រសាបើអញ្ចឹងម៉ែនាំកូនកំមុំមកខ្ញុំចង់ស្ពះផ្ទឹមនឹងអាលបានផ្សំទំនេកនោះអីចាមកនេះមកកូនល្ងងមិនឃើញទេអីគេមានណាស់នៅអាឡោះអាឡៃអាខ្មោចក្រនឹងទៀតម៉ែកុំអីកុំមិនស្រឡាញ់គាត់ទេកុំអីនាងកុំបារម្ភអីខ្ញុំធានាថានឹងមើលថែនាងមិនឲ្យពិបាកទេឃើញទេគេល្អណាស់ឆាប់ម្នេះមីងម៉ាលីវាយផងមួលផងព្រោះគាត់ពិតជាចង់បានកូនប្រសាម្នាក់នេះណាស់តែសុភាវិញនោះកំពុងតែឈឺចាប់ជាខ្លាំងម៉ែក្មេកគួរតែឲ្យខ្ញុំផ្សំទំនេកតែម្ដងទៅកុំអីកុំប្រកែកកូនស្រីប្តីកូនគេមានខ្លាំងណាស់ដឹងទេស្របពេលគ្នានោះដែរក៏មានស្ត្រីពោះធំម្នាក់ដើរមកនិយាយទាំងទឹកភ្នែកថាលោកប្តីមិនក៏បងក្បាត់ចិនអូនមករៀបការជាមួយស្រីនេះទៅវិញហាអេមានប្រពន្ធកូនហើយមែនទេម៉ែមើលចុះនេះជាកូនប្រសាដ៏ល្អរបស់ម៉ែមែនទេមិនក៏អូនមកទីនេះទៅផ្ទះវិញទៅបើអូនមិនមកមិនដឹងទៅថាបងលួចមានស្រីថ្មីនោះអូនទៅវិញទៅទុកថាបងសុំទៅចុះណាបងឲ្យអូនជួយលះក្នុងការកិច្ចខ្លួនពីការតាមចាប់លុះកិច្ចផុតក៏លួចមានប្រពន្ធថ្មីបងអាក្រក់ខ្លាំងណាស់ថាម៉េចលោកជាអក្រិតជនមែនទេមីងបើមីងចង់បានគេធ្វើជាកូនប្រសាររបស់មីងយកចុះតែខ្ញុំបានប្រាប់ថាគេជាចៅប្លន់សន្តិសុខកំពុងតែតាមចាប់គេហើយថាម៉េចបើអញ្ចឹងបានន័យថាប្រាក់នេះឯងលួចគេមកមែនទេហាអាលាយហើយអាលាយអស់ហើយមិនក៏អូនប្តឹងឲ្យគេមកចាប់បងបែបនេះទៅវិញខ្ញុំលែងទ្រាំហើយបងមិនអាចរកខ្លួនបានទេអូនកាន់តែជួយបងកាន់តែសាងកំហុសបងអាក្រក់ណាស់អត់ទេខ្ញុំមិនអាចជាប់គុកបានទេនាយឈ្មួញព្យាយាមរត់គេចតែគាត់ត្រូវបានកងសន្តិសុខពាត់ជាប់ទៅហើយដូច្នេះគាត់ត្រូវបានចាប់ខ្លួនយកទៅដាក់ទោសនាគ្រានោះទៅមនុស្សអាក្រក់សមហើយដែលទទួលបែបនេះនោះអរគុណហើយអ្នកនាងដែលបានជួយខ្ញុំបើគ្មានអ្នកនាងខ្ញុំប្រហែលជាធ្លាក់នៅរូបមិនខានទេមិនអីទេខ្ញុំលាសិនហើយអត់ទេអូយខ្មាស់គេណាស់ខ្ញុំអើយស្របគ្នានោះដែរទេពក៏បានវិលមកវិញជាមួយនឹងសម្លៀកបំពាក់ស្អាតបាតនិងថ្លៃថ្នូរផងដែរអូនសុភាបងមកវិញហើយអូនបងទេពគឺពិតជាបងមែនអូននឹកបងខ្លាំងណាស់ខ្មោចជួយផងខ្មោចម៉ែកូនមិនទាន់ស្លាប់ទេកូនមិនមែនជាខ្មោចឯណាអញសម្លាប់ដោយផ្ទាល់ដៃមិនក៏អញរស់នៅបានបែបនេះហ៎ម៉ែនិយាយថាម៉ែជាអ្នកសម្លាប់បងទេពមែនទេខ្ញុំអត់បានស្លាប់ទេម៉ែព្រោះមានគេជួយហើយខ្ញុំថែមទាំងរកបានត្បូងទទឹមជាច្រើនលក់បានប្រាក់ទិញបានផ្ទះថ្មីហើយនឹងដី1ហិកតាទៀតផងមិនពិតអញមិនជឿអាអ្នកក្រឯងទេមុខឯងក្រគ្មានថ្ងៃងើបរួចទេឯងក៏មកបំភ្លៃអីតែពេលនេះពួកយើងលេងក្រហើយម៉ែអូនសុភាតោះពួកយើងទៅមើលផ្ទះថ្មីទៅអូនចាបងមិនពិតទេមីងម៉ាលីហេតុថាស្អប់ច្រណែនព្រមទាំងឃើញរឿងនឹកស្មានមកដល់បែបនេះទៀតគាត់ក៏គាំងបេះដូងស្លាប់មួយរំពេចម៉ែដាក់ខ្លួនឡើងម៉ែអើយម៉ែកុំស្លាប់អីម៉ែពុទ្ធោយម៉ែក្មេងមិនគួរណាបែបនេះសោះចាប់តាំងពីពេលនោះមកទេពនិងសុភាពួកគេទាំងពីរនាក់ក៏រស់នៅជាមួយគ្នាយ៉ាងសុខសាន្តតរៀងទៅ